អ្នកប្រុសព្រះអង្គយើងចេញពីវាំងសំដៅមកសំណាក់របស់អ្នកប្រុសហើយទ្រង់ពិតជាយើងមកហើយបាទព្រះអង្គចង់បន្តរបួសរបស់អ្នកប្រុសយើងបានធ្វើគម្រោងរឿងនេះអស់3ឆ្នាំខំរុកចាប់3ឆ្នាំទីបំផុតទ្រង់យាងមកបើពេលនេះមិនចាត់ការចាប់ដុតពេលណាឬមួយចង់រុកចាប់3ឆ្នាំទៀតក៏ប៉ុន្តែអ្នកប្រុសឈប់ហាប់ខ្ញុំថាអ្នកប្រុសទៅចាត់ការចុះពូកាយនៅទីពូកាយនៅទីនេះពូកាយយើងជាបងប្អូនរួមម្ដាយតែមួយស្លាប់រស់ជាមួយគ្នាសូមបងប្រុសកុំបារម្ភអីពូកាយស៊ូស្លាប់មិនរៀនថយទេពូឆាយនៅទីបៃតាបាត់នៅទីនេះហើយបៃតាពេលនេះខ្លាចក្រៃលឿនពេកហើយបៃតារបស់ឯងខ្លាយជាបៃតាពិតប្រាកដឬអត់ឯងអាចខ្លាយជារាជបុត្រនៃនគរអ៊ូឬអត់នគរអ៊ូអាចផ្លាស់ប្ដូររាជការឬអត់គឺនៅពេលនេះហើយជាពេលស្លាប់រស់តែម្ដងនៅក្នុងចិត្តបុត្រ僕គឺជាបៃតាយូរហើយបៃតាជាធំសូមទទួលថ្វាយបង្គំក្រាបថ្វាយបង្គំព្រះអង្គអ្នកទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ឈ្នះជាម្ចាស់ចាញ់គឺជាចៅចាញ់ឈ្នះគឺស្ថិតនៅលើលើកនេះហើយនៅក្នុងលើកនេះទូលបង្គំអ្នកប្រគំថ្វាយបង្គំព្រះអង្គយើងចាត់ឯងទៅហួសាឲ្យជួយដល់អ្នកប្រុសជីជីហើយអីបាត់ជាឯងមិនរំលែកទុកជួយយើងបែរជាបដិសេធឥតជប់ជោព្រះអង្គពេលទូលបង្គំហាត់ស្នៀតដើរប្រហែសធ្វើឲ្យរបួសជើងស្ដាំពិបាកធ្វើដំណើរខ្លាចក្រែងធ្វើឲ្យខកការដបទុកដល់អ្នកប្រុសជីជីម្យ៉ាងវិញទៀតជីជីក៏ជាក្មួយទូលបង្គំដែរអូហាត់ស្នៀតដល់របួសជើងអាចឲ្យយើងមើលទីព្រះអង្គទូលបង្គំនឹងព្រះអង្គរាប់អានគ្នាដូចបងប្អូនទូលបង្គំដឹងថាព្រះអង្គនឹកងាយរបួសជើងទូលបង្គំខ្លាំងណាស់ពិតជាមានរបួសមែនមានរបួសមិនស្រាលទេល្អបងប្អូនយើងទាំងពីរខានស្រស់ស្រូបជាមួយគ្នាយូរហើយថ្ងៃនេះកម្របានជួបជុំ